បងប្អូនជឿអត់ថាមនុស្សយើងពេលខ្លះពេលដែលយើងជួយឈឺឆ្អាលរឿងអ្នកដទៃហ្នឹងគឺជារឿងល្អហើយក៏ប៉ុន្តែមិនមែនគ្រប់រឿងទាំងអស់ហ្នឹងយើងជួយឈឺឆ្អាលហ្នឹងទៅគឺថាធ្វើឲ្យជីវិតយើងនឹងបានល្អប្រសើរណាជួនកាលពេលខ្លះគឺធ្វើឲ្យជីវិតយើងនឹងកាន់តែយ៉ាប់យ៉ឺនទៅជាមួយដែរអញ្ចឹងណានេះគឺមកដល់ត្រង់ជាងតងឬក៏ជាងធ្វើមាសហ្នឹងបងប្អូនចាដែលគាត់មានមិត្តភ័ក្តិដែលឈ្មោះថាអាប៊ុលហាសាន់ហ្នឹងដែលរត់ចោលស្រុកចាដោយសារតែអាប៊ុលហាសាន់មិនអាចទ្រាំទ្រជាមួយនឹងការធ្វើខុសបងប្អូនហើយដឹងថារឿងហ្នឹងវាជារឿងមិនសមរម្យនៅក្នុងសង្គមដូច្នេះគាត់មានតែការដកខ្លួនទេចាហើយដល់ចៃដន្យអីមានមិត្តភ័ក្តិរបស់គាត់ហ្នឹងដែលជាងធ្វើមាសហ្នឹងឃើញពួកម៉ាក់ហ្នឹងចោលស្រុកអញ្ចឹងបែរជាយកខ្លួនឯងហ្នឹងយកទៅចូលជំនួសកន្លែងដែលអាប៊ុលហាសាន់ហ្នឹងគាត់រាថយបើយើងនិយាយស្រួលស្ដាប់ទៅជាងធ្វើមាសហ្នឹងគាត់ដែរជួបស្ថានភាពបែបហ្នឹងទេដូច្នេះគាត់គិតថារឿងហ្នឹងវាមិនអីអញ្ចឹងណាគាត់ចង់សាក់លបងធ្វើមើលអញ្ចឹងណាអញ្ចឹងតទៅនេះគឺជាសាច់រឿងលម្អិតឬក៏ជាសាច់រឿងបន្តទៀតចាពេលហ្នឹងគឺថាជាងធ្វើមាសគាត់កំពុងតែគិតថាតើគាត់ធ្វើដូចម្ដេចបានធ្វើឲ្យប្រិយបុត្រពែនិងពនាងសេនសេនីហានហ្នឹងជឿទុកចិត្តគាត់ហើយទទួលគាត់ធ្វើជាមេនដើកនាំពាក្យចុះឡើងណានឹងហើយអញ្ចឹងក៏គាត់សម្រេចចិត្តថាទៅជួបប្រិយបុត្រពែមុនចាដោយសារតែប្រិយបុត្រក៏ស្គាល់គាត់ដែរថាគាត់ជាមិត្តរបស់អាប៊ុលហាសាន់ពេលហ្នឹងក៏គាត់ទៅផ្ទះរបស់ប្រិយបុត្រពែចាពេលដែលគាត់ទៅដល់ហ្នឹងចៃដន្យអីគឺជ្រោះផ្លូវជាមួយនឹងស្រីចំណិតរបស់ពនាងទៅក៏ទៅរៀងខ្លួនទៅគាត់ក៏ចូលទៅជួបប្រិយបុត្រពែហើយគាត់ក៏បានរៀបរាប់ពីសាច់រឿងឲ្យស្ដាប់ចឹងថាឥឡូវហ្នឹងគឺថាអាប៊ុលហាសាន់ហ្នឹងបានរត់ចោលស្រុកហើយតែប្រិយបុត្រមានដឹងអត់ចឹងណាហើយប្រិយបុត្រក៏គាត់ទៅតែដឹងពីនាងចំណិតរបស់ពនាងដែរគាត់ពិបាកចិត្តណាក៏គិតថាតទៅមិនដឹងថាបានអ្នកណាធ្វើជាអ្នកនាំសម្បត្តិស្នេហាឲ្យគាត់ទៀតបងប្អូនហ្នឹងហើយគាត់កំពុងតែគិតអញ្ចឹងពេលហ្នឹងគឺថាអ្នកជាងមាសហ្នឹងគឺថាធ្វើជានិយាយឲ្យប្រិយបុត្រហ្នឹងយល់ទុកចិត្តគាត់ចឹងណាលក្ខណៈថាគាត់ហ្នឹងដឹងឮរឿងប្រិយបុត្រទាំងអស់ហើយអញ្ចឹងសូមឲ្យប្រិយបុត្រទុកចិត្តគាត់ទៅនិយាយដំបូងគឺប្រិយបុត្រនៅតែមិនទាន់ទុកចិត្តដូចថាមិនជឿណាចាតែដល់ពេលស្ដាប់យូរទៅគិតថាអូជាងមាសដឹងរឿងខ្លួនឯងច្រើនណាហ្នឹងហើយចុះបើអាប៊ុលហាសាន់រៀបរាប់ប្រាប់ទាំងអស់ហើយបងប្អូនដល់អញ្ចឹងគាត់មិនដឹងហ្នឹងហើយដល់អញ្ចឹងទៅក៏ប្រិយបុត្រនេះក៏មានសេចក្តីត្រេកអរដែរថាអញ្ចឹងអស់ពីអាប៊ុលហាសាន់ក៏នៅមានម្នាក់ទៀតដែរដែលនៅចាំរត់ការឲ្យគាត់ណាហ្នឹងហើយអញ្ចឹងក៏ទទួលសម្ដីរបស់ជាងមាសទុកចាពេលហ្នឹងជាងមាសក៏លាប្រិយបុត្រត្រឡប់ទៅផ្ទះវិញពេលដែលជាងមាសត្រឡប់ទៅផ្ទះវិញចៃដន្យអីក៏រើសបានសបុតបងប្អូនសបុតស្នេហាដែលនាងចំណិតទទួលពីប្រិយបុត្រថាយកទៅឲ្យពនាងស្រាប់តែនាងធ្វើរស់តាមផ្លូវដល់អញ្ចឹងទៅគឺថាជាងមាសហ្នឹងគាត់រើសបានគាត់កាន់ហើយគាត់ទុកអញ្ចឹងណាហើយគាត់ក៏ដើរតាមផ្លូវទៅចាគឺគាត់ក៏លេចឃើញនាងចំណិតរបស់ពនាងហ្នឹងកំពុងតែមើលរកអីអញ្ចឹងណាគាត់ដឹងហើយគាត់ថាប្រកាសជារកសម្បត្តិស្នេហាហ្នឹងហើយណែគាត់ក៏ទៅចិត្តនាងហើយគាត់ក៏របៀបថាបង្ហាញស្រោមសម្បត្តិនឹងឲ្យនាងមើលនាងភ័យប្រហែលបងប្អូនខ្លាចបែកការរឿងស្នេហារបស់ពនាងអញ្ចឹងទៅនាងក៏ថាលោកសុំលោកឲ្យសម្បត្តិមកខ្ញុំវិញមកសម្បត្តិនេះពិតជាសំខាន់សម្រាប់ខ្ញុំអញ្ចឹងណាអញ្ចឹងទៅគឺថាជាងមាសហ្នឹងចង់ធ្វើឲ្យនាងជឿទុកចិត្តដែរអញ្ចឹងក៏និយាយថាជាសម្បត្តិពនាងហើយនឹងប្រិយបុត្រយើងដឹងទាំងអស់ហើយសាច់រឿងអញ្ចឹងសូមនាងជឿទុកចិត្តយើងបានតទៅនេះគឺអស់ពីអាប៊ុលហាសាន់ហើយដូច្នេះហើយយើងសូមមកទទួលខ្លួនធ្វើជាអ្នកនាំសារឲ្យពួកនាងហើយនាងអាចទុកចិត្តយើងបានសូមនាងយកសម្ដីរបស់យើងទៅប្រាប់ពនាងចុះហើយពេលហ្នឹងគឺថានាងចំណិតហ្នឹងពេលដែលស្ដាប់ការរៀបរាប់របស់ជាងមាសទៅដឹងថាអូជាងមាសក៏ដឹងការសម្ងាត់ដែរអញ្ចឹងនាំពាក្យអស់ទាំងនឹងរបស់ជាងមាសហ្នឹងយកទៅប្រាប់ពនាងហើយពេលដែលពនាងក្រោយដឹងដំណឹងថាអូអាប៊ុលហាសាន់រត់ចោលស្រុកហើយពនាងដំបូងគឺពនាងពិបាកចិត្តថាតទៅមិនដឹងថាខ្លួនអាចតាក់ទងនឹង
บริจบทบ้านดอยระเบียบนาเตะบอมันเมียนเมนดักเนกระดาละในไงใต้เนียงจำนวนบ้านปรับทาตัวเจ้าเปียบโบฮัสันกระดาเป็นเนียงใต้แล้วเนี่ยคือเมียนมนุษย์เหมือนเนี่ยตีแหละคือกอดปลอมโจคลุนหมกจุยเป็นเนียงห้าวเดซ่าแต่ก่อนนัดสนายห้าระบบเป็นเนียงเปย์จังอ่ะจังก็เรียบร้อยปราบปีดำนาระบบเชียงเมียไปได้เป็นเนียงสดับห้าวเป็นเนียงสบายเจริญเลยเคยท่าโอ้ยตามปัดอ๋อมันเนี่ยก็เนื้อเมียนมันเนี่ยติดได้แต่เป็นเนียงกับบานปรับจำนวนใส่ระบบคลุนต้องปรับทันไอ้เลยนี่ขยมจังไอ้เนียงนอมปีระบบขยมตัวปรับเชียงเมียตามไปเชียงเมียมาจูบขยมเลยดำหนังจังอ่ะขยมจังจูบออกุนกอดได้ตัวhay tới con niên bầm ra nó lưu sầm đầy chân hai có ban tờ rốt chiên mì đọp tê hát nâng hay có ban riệp rọp đầm na sập giang tháp phần niên trong ao lục trâu tờ con chẳng hết á bên chiên mì quạt phây à quạt tha quạt mình ai tê quạt mình ai trâu tới đầm nạ bao phần niên ban tê bị rủi quạt mình men chia Abu Hasan tê Abu Hasan cứ nẹt nơi beri jewang cái score có tầng ở bàn tay sầm nạp chiên mì miền nà score têจังกอดมันอาจเตยบริจาคบ้านเตกอดนึกเคยพิธีมวยก็ทำเมียนแต่เอาเป็นเนียงนึกหมอจูบกอดปันใต้จังกอดรีบจำตีกับหลายปันเติมเตยสันจังงั้นนะเชียงมีเหรอไปนึกกอดก็เกิดเคยค่ะกอดเมียนแต่มวยเนื้อเจียกรองได้ตกเจ้าโดยเฉพาะให้กอดหนึ่งโยกตีตังนึกดำใบนัดจูบจมูกนึงเป็นเนียงให้หนึ่งเธอจีบแต่สมงัดมวยตกเอาเป็นเนียงจูบจมูกนึงบริจาคบดในกอดเกิดเคยยังเอาให้นะไปเดี๋ยวนี้จำนวนนึงบ้านสดับสมได้ระบาดเชียงมีรวยห้าก็บ้านโยกสมได้นึ่งโยกแต่ปรับเป็นเนียงจังเป็นเนียงให้แต่จังจูบหนึ่งเชียงมีใส่ร่างกายเอาจำนวนใส่นึ่งน้องมาจูบจมูกหนึ่งเชียงมีจ้าไปมาจูบดอกแต่จังเตไปได้เชียงมีก็เลยโคนสมรอระบาดเป็นเนียงบ้านท่าโอ้ยเป็นเนียงรอสานจังตาบ้านที่บริจบดนู่สกจัดประโดชีวิตชีวายดำใบสลายเป็นเนียงอะในไงตัวเชียดังทางไงน้ำมวยออกชีวิตกระดาษก่อนเลยแต่สลายได้สร้างแต่สำหรับระบบเป็นเนียงจังตาเชียงมีกระนงจัดนะมองโอนในก็เรามาปิบันใจขณีไอรุ่ยรอหายเชียงมีบางปรามจังท่าเอาเป็นเนียงตลบเตยบริจาควิ่งเจ้าให้จำเป็ดได้คลุ้นรีบจำเตะสบายในเชียกรงนึงรุ่ยรอใส่บัดจำแต่หนักเป็นเนียงยกมองเอาจูบจมูกนึงบริจาคบทแปรยังไงไปนึงเป็นเนียงเรียบจังจะวิ่งคือบ้านตกประกาเอาเชียงมีนึงตกเรียบจำเตะนึงไอ้บ้านซ้อมรมจังงั้นเชียงมีกับรมประตูให้ประตูมาเตี้ยเชียงมีกับบ้านหยดอมนึงพิเศษนึงโยตปรับปริจบทอ่อนนะกระทาโอครูนจัดบ้านจุนึงเป็นเนียงห่างจังงั้นนะเชียงมีบ้านเรียบจำเตะนึงรุ่ยรอใส่ใบห้ากับบ้านนัดเนี่ยแต่งปีหนึ่งเอามาจุขณีจ้าให้เป็นนั่นคือบริจบทมามุนจังคือเชียงมีหนึ่งกุยใหญ่กับดอกบริจบทเองจังเตยตัวบริจบทยาซ้อมรมเองจังงั้นนะเราโหตัวแต่ยุบบันติระเบียบทาไงเอาสดองกดคือเคยเป็นเลี้ยงโจลเมาคือเมียนจุ่มนัดใส่เหมือนเนี้ยนั่งพิเลี้ยงใส่ปีเนี้ยติดดาวโจลเมาจังงั้นนะให้ก็โจมรักลงเตี้ยให้ก็จับดาวรีบจอมกระยาจูนเป็นเลี้ยงซาวเติมเมียนดนตรีเล่นเองจังตั้งนะนั่งไงคือระเบียบทาสบายจมูกขณีจังเตอให้เป็นนั่นคือทาเป็นเลี้ยงให้หนึ่งบริจบทรับไปได้จุขณีบางปอนเนยคือทายัยรีบรวบเอาขณีซาสับไปตกเศร้าหนึ่งการนึกขณีเองนึงอะอยากเพื่อไอ้ผีเลี้ยงให้หนึ่งใส่จำนวนนึงวันขณีโหตกในระห้ามได้ซาตายอันนัดดอนเนี่ยตั้งปีนึงมีโดยชีวิตแต่เนี้ยไปจังงั้นนะนางไงจะดอตะเปกับปงแต่จูบจุ่มสบายเอิงกองสัตแต่ลูโซ่สำเร็จรุ่งกระดังในขังกลางทวีไปน้องกูทาเนี่ยบำราโปรระบอเชียงเม้งรถโจมาท่าลงจ้ากูมีมนุษย์พลายหมกเมาจะเอาหน่าจังอะไปน้องกูเชียงมีกอดเพยได้บางปอนนอมขึ้นรถใจเจิงขึ้นจังนะตั้งผีเลี้ยงตั้งใส่จุ่มนัดไอ้น้องกูรถใบแค่ขึ้นเอาให้จะให้เนี่ยหน้ารถเตินหน้าก็รถต้อนเจอรถเตินจังนะได้เชียงมีกอดลวดมือตามปลอบปะหองเต้ก็โคนมีมนุษย์โดยทาวิบเมียดแดงบุญดำเพยเนี่ยจังก่อนเหมือนนี้ก็กึศทาประกอบชีมนุษย์ระบบปริชีอย่างยังáได้ดังกาสังกัดđóกึศทาตามเป็นเลี้ยงเมาจังáนะให้ดังจังก่อนไม่หินเนื้อองค์องค์ก่อนเมียนรถปลาโยครุนไอ้ได้กอดรถตะปูนเตะเนี่ยจัดค้างอ่ะเมื่อไง
រហូតតតែរបៀបថាស្ងាត់សំឡេងក្ដុងក្ដាំងហ្នឹងគាត់ក៏ប្រាប់ទៅអ្នកជិតខាងថាឲ្យគាត់សុំខ្ចីដើមគាត់ចង់ទៅផ្ទះរបស់គាត់អញ្ចឹងណាពេលហ្នឹងគាត់បានកាន់ដាវស្ងាត់ចូលទៅគាត់ជួបអ្នកបម្រើគាត់នៅហ្នឹងហើយអញ្ចឹងទៅបានអ្នកបម្រើហ្នឹងប្រាប់ថាលោកម្ចាស់ចឹងហើយលោកម្ចាស់ហ្នឹងមុនវងភ័យដែរមិនដឹងអ្នកបម្រើខ្លួនឯងអីប៊ីត្រូវមកដាវដល់លោកម្ចាស់ជាខ្ញុំទេអញ្ចឹងគ្នាឯងទេចឹងថាអូយហេមិនឯងនៅរស់ថាពេលនោះខ្ញុំពួនខ្ញុំខ្លាចទៅបានជាងមាននឹងសួរថាតែមិនដឹងថាក្រុមនឹងជាក្រុមអ្នកណាអត់ក្រុមនឹងគឺជាក្រុមចាស់លោកម្ចាស់ប្រហែលជាមួយរយៈនេះឃើញលោកម្ចាស់ចេញចូលទិញរបស់របរយកមកដាក់ក្នុងផ្ទះហ្នឹងហើយបានជាពួកគេមកប្លន់ហ្នឹងណានឹងអញ្ចឹងក៏លោកម្ចាស់នឹងដឹងនៅលក្ខណៈថាអូយមិនបរិជាអញ្ចឹងទៅក្រងអមែនតើលក្ខណៈអញ្ចឹងនឹងហើយតាមពិតគឺពួកចៅអញ្ចឹងទៅបានធូរមកគ្រាដល់បន្ទាប់មកទៀតទៅក៏នាំអ្នកបម្រើប្រុសនឹងចូលទៅខាងក្នុងមើលហើយទៅមានអីអត់មានមនុស្សអីម្នាក់មិនដឹងថាតើបរិជ្ជបុត្រហើយនឹងពនាងសេនីហានឹងយ៉ាងណាសុខទុក្ខទេអត់ដឹងហើយនិយាយទ្រព្យសម្បត្តិគេប្រមូលអស់លីងទៀតចឹងគាត់ពិបាកចិត្តហើយគាត់ថាហើយចុះឲ្យគាត់ធ្វើមិនទៅឥឡូវនេះរបស់របរនឹងសិតតែគាត់ខ្ចីពីមិត្តភ័ក្តិខ្លះហើយយកលុយសំគាត់យកទិញខ្លះហើយគាត់ថាអូយគាត់ធ្លាក់ខ្លួនក្រហើយគាត់នឹកស្មានថាគាត់ចូលមកជួយដោះស្រាយរឿងគេនេះវាទៅជានាំទុកដល់គាត់អញ្ចឹងណាគាត់ចាប់ដើមគិតដល់អាប៊ូហាសាន់ដែលជាមិត្តរបស់គាត់បងប្អូនក៏គិតថាអាប៊ូហាសាន់ពិតជាឆ្លាតមែនដែលរត់ចោលស្រុកដោយសារតែទ្រាំនឹងអារឿងធ្វើមេនដើកអីគេនឹងវាមានបញ្ហាហ្នឹងហ្នឹងហើយគាត់ថាគាត់នេះមកទទួលថ្មបាក់ហើយគាត់មិនជឿមិត្តរបស់គាត់អញ្ចឹងណាអញ្ចឹងក៏គាត់ពិបាកចិត្តបងប្អូនគាត់ចាប់ផ្ដើមដើរមកផ្ទះរបស់គាត់វិញពេលដែលគាត់ដើរមកផ្ទះរបស់គាត់នឹងគាត់គិតសពបែបសពយ៉ាងទាំងអស់ក៏គិតថាអើយគាត់មិនដឹងបានលុយណាយកសងគេហើយចុះបើរឿងនឹងដឹងដល់ព្រះអង្គគាត់មិនត្រូវព្រះអង្គនឹងប្រហារជីវិតគាត់ទេអញ្ចឹងណាអូយគាត់គិតសពបែបសពយ៉ាងគាត់បាយមិននឹកទឹកមិនស្រេកទេបងប្អូនអញ្ចឹងរហូតនោះគាត់ពិបាកចិត្តដល់ស្អែកចាស់ពេលដែលស្អែកភ្លឺមកដល់នឹងគឺថាអ្នកបម្រើគាត់មកប្រាប់ថាលោកម្ចាស់មានមនុស្សប្រុសម្នាក់មកចាំជួបលោកម្ចាស់អញ្ចឹងណាអញ្ចឹងទៅគឺពេលហ្នឹងគាត់ក៏ឲ្យគេចូលមកជួបហើយគាត់ក៏សួរថាអ្នកឯងមករកយើងមានការអីដែរអញ្ចឹងណាទៅមនុស្សប្រុសម្នាក់ថាតើលោកម្ចាស់មានផ្ទះមួយទៀតដែលនៅជាក្រុងមែនអត់ពេលនោះគាត់ភ័យបងប្អូនគាត់គិតចុះអាម្នាក់នេះមិនវាដឹងថាគាត់មានផ្ទះមួយទៀតអញ្ចឹងណាហើយវាក៏បាននិយាយទៀតថាលោកម្ចាស់មិនស្គាល់ខ្ញុំក៏ប៉ុន្តែខ្ញុំស្គាល់លោកម្ចាស់ឯងច្បាស់ណាស់អញ្ចឹងណាបើលោកម្ចាស់ចង់ដឹងការពិតលោកម្ចាស់មកតាមខ្ញុំនឹងនាំលោកទៅកន្លែងមួយអញ្ចឹងណាគាត់ក៏របៀបថាភ័យបងប្អូនហើយគាត់ចង់ដឹងតានឹងវាដឹងរឿងអីខ្លះអញ្ចឹងណាចាធម្មតាមនុស្សយើងវាល្អៀសខ្លួនធ្លាប់ធ្វើខុសហ្នឹងហើយអញ្ចឹងក៏ល្អៀសខ្លួនអញ្ចឹងក៏ទៅតាមគេណែពេលដែលគាត់ដើរតាមតាម្នាក់នឹងវានាំគាត់ដើរកាត់ពីភូមិមួយទៅភូមិមួយគឺដើរឆ្ងាយបងប្អូនរហូតតតែល្ងាចថ្ងៃបាក់រសៀលវានាំគាត់ទៅដល់កន្លែងមាត់ទន្លេទីគ្រីពេលហ្នឹងគឺវានាំគាត់ជិះទូកទៀតឆ្លងទៅត្រៃម្ខាងហើយហ្នឹងគឺថាដើរទៀតដើរប្រហែលកាត់មកផ្លូវពីរផ្លូវទៀតបានទៅដល់ផ្ទះមួយពេលហ្នឹងគេចាប់ដើមគូទ្វារតុកពេលដែលទ្វាររបើកឡើងទៅគឺវានាំគាត់នៅចូលទៅក្នុងបន្ទប់មួយធំ4ជ្រុងចតុកោណកែងអញ្ចឹងណាឲ្យអង្គុយចាំនៅហ្នឹងហើយស្រាប់តែមកស្ទុះបងប្អូនលេចចេញបរោះមៀតធំ4-10នាក់មកចូលមកដល់ហ្នឹងហើយចឹងទៅគាត់ភ័យបងប្អូនឡើងញាក់សាច់អញ្ចឹងហ្នឹងហើយពួកហ្នឹងក៏វាសួរគាត់ថាតើអ្នកឯងមានដឹងទេថាអ្នកឯងមកទីនេះនឹងអ្នកឯងកំពុងតែនៅក្នុងចំណោមអ្នកណាគាត់ថាអូប្របាទម្ចាស់ហើយឲ្យខ្ញុំធ្វើមិនទៅស្គាល់ពួកលោកក៏តើពួកលោកជាអ្នកណាថាឯងមិនស្គាល់យើងមែនអីយើងនឹងឲ្យគឺជាមហាចៅដែលទៅប្លន់ផ្ទះជាងមាសឯងការប្រយុទ្ធមិញនឹងឯងមូលហេតុដែលយើងឲ្យជាងមាសឯងមកដើម្បីឲ្យមកបញ្ជាក់ការពិតដោយសារតែយើងចាប់បានមនុស្សប្រុសស្រី2នាក់នឹងមកគេប្រាប់ថាបើសិនជាចង់ដឹងការពិតអីឲ្យទៅសួរជាងមាសឯងដូច្នេះហើយបានជាយើងចាប់ជាងមាសឯងមកក៏បានគាត់រត់ទ្រូងគាត់ថាអូយតាមពិតអ្នកទាំងពីរនៅមានជីវិតដូចគាត់សុបាយចិត្តណាជួបគាត់បារម្ភអស់មកយប់ហើយក៏ខ្លាចអ្នកទាំងពីរនឹងមិនចឹងណាហ្នឹងហើយអញ្ចឹងទៅបានចោលនោះវាចាប់ដើមសួរទៀតហើយវាថា
dương xuaอย่างណាក៏គេមិនព្រមឆ្លើយដែរឥឡូវយើងសួរឯងម្ដងតាគេជាអ្នកណាអញ្ចឹងបានជាងមាសថាឥឡូវពួកលោកសន្យាថាបើខ្ញុំប្រាប់ពីអត្តសញ្ញាណរបស់អ្នកទាំងពីររួចពួកលោកកុំយកទៅប្រាប់អ្នកណាឲ្យសោះឬអត់អញ្ចឹងតែគាត់ក៏ចាប់ផ្ដើមរៀបរាប់ប្រាប់ថាអ្នកទាំងពីរនឹងគឺជាក្សត្រម្នាក់ជាព្រះរាជបុត្រឯម្នាក់ទៀតគឺជាពនាងសេនីហាអញ្ចឹងណាគ្រាន់តែចោលវាលឺនោះវាភ័យបណ្ដោយបងប្អូនវាខ្លាំងអំណាចបារមីរបស់ស្ដេចដែរចាបានវាថាអូយចាប់មកចំស្ដេចទៀតលោកអើយអញ្ចឹងណាចឹងវានឹងដោះលែងត្រឡប់ទៅវិញហើយទៅវាក៏នាំជាងមាសនឹងទៅជួបអ្នកទាំងពីរពេលដែលជាងមាសទៅដល់ក៏លុតជង្គង់ថ្វាយអង្គមពនាងហើយនឹងរាជបុត្រនឹងអញ្ចឹងណាពនាងរាជបុត្រនឹងគឺពងភ័យឡើយឯងតែថាពួកចៅនោះអត់បានធ្វើអីទេអញ្ចឹងណាហើយពួកចៅនោះក៏ប្រាប់ថាឲ្យចូលយូរណាស់ហើយមិនក៏ពនាងមិនព្រមប្រាប់ចឹងហើយបានឃើញថាពនាងមានរូបសម្បត្តិហើយដូចថាមិនដូចអស់អ្នកធម្មតាអញ្ចឹងណាដល់ពេលចឹងហើយគឺចោតឥឡូវវាមិនធ្វើអីទេវាគ្រាន់តែសុំឲ្យអ្នកទាំងពីរសន្យាជាមួយវាថាអត់ឲ្យប្រាប់អ្នកណាណាថាពួកចោលចាប់មកវានឹងព្រមដោះលែងអញ្ចឹងណាតែវាគិតមួយទៀតវាថាខ្លាចអ្នកទាំងអស់គ្នានឹងក្បត់ពាក្យសន្យាអញ្ចឹងអ្នកទាំង3នាក់នឹងព្រមថាឥឡូវនេះឲ្យតែពួកអ្នកឯងជឿពួកយើងសុខចិត្តស្បត់ដូចថាបើយើងយករឿងនឹងទៅនិយាយប្រាប់អ្នកតីសួយទេបដាប្រាមុខពួកយើងអញ្ចឹងណាដល់ពេលស្បត់រួចហើយចៅក៏ជឿពេលហ្នឹងក៏នាំអ្នកទាំង3ហ្នឹងត្រឡប់ទៅកន្លែងផែវិញអញ្ចឹងណាបងប្អូនពេលហ្នឹងគឺចៅវានាំជិះទូកយកទៅពេលដែលវាដាក់ចុះនឹងផែហើយវាប្រាប់ថាតទៅឲ្យធ្វើដំណើរទៅដោយខ្លួនឯងអញ្ចឹងណាហើយដាច់ខាតកុំឲ្យប្រាប់ពីកន្លែងក្រុមចៅហ្នឹងទៅរាជការឲ្យដឹងអញ្ចឹងណាហ្នឹងហើយអ្នកទាំងអស់គ្នាក៏អត់មាត់គ្រាន់តែពេលដែលពួកចៅវាបាត់ទូកត្រឡប់ទៅវិញហើយហ្នឹងបងប្អូនស្រាប់តែលឺសម្រាប់ជើងសេះហ៎ពេលនោះគូភ័យហ្នឹងហើយអូគិតថាអូក្រុមរាជាមកដល់ហើយអញ្ចឹងណាហ្នឹងហើយពេលនោះនាំគ្នាអង្គុយញាក់ទៀតដូចថានាយតម្រួតហ្នឹងក៏ស្រែកសួរថាមើលអ្នកទាំង3នាក់ឯងមកពីណាអញ្ចឹងណាតំយុបប្រលប់បែបហ្នឹងអញ្ចឹងក៏ប្រាប់ហើយសន្យាមួយចៅហើយតែអត់ប្រាប់គេទេអត់ប្រាប់ពីកន្លែងចៅទេពេលហ្នឹងលេងស្រាប់តែរវល់តែភ័យរៀងខ្លួនហ្នឹងជាងមាសហ្នឹងលេងគាត់មានស្មារតីគាត់ប្រាប់ថាពួកយើងគឺជាប្រជាជនស្លូតត្រង់ក៏ប៉ុន្តែត្រូវបានចៅប្លន់ហើយឥឡូវហ្នឹងចៅហ្នឹងវាព្រមដោះលែងពួកយើងហើយពេលតែប្រាប់អញ្ចឹងហើយតម្រួតហ្នឹងមិនសូវជាជឿទេព្រោះអីមើលទៅដូចជាវាឆ្ងល់អញ្ចឹងណាស្រាប់តែពេលហ្នឹងគឺពនាងសេនីហាដើរទៅចិត្តសេះហើយក៏បានងាកទៅនិយាយជាមួយតម្រួតណាពេលនោះស្រាប់តែតម្រួតនោះលោតចុះពីលើខ្នងសេះមកហើយរួចហើយក៏ពនាងបើកប្រភ័ក្រឲ្យមើលទៅបើកមុខទៅមិនដឹងថាអូនេះគឺជាពនាងអញ្ចឹងក៏ចាប់ផ្ដើមឲ្យតាហ៊ាននឹងរៀបចំទូកពីរបំបែកគ្នាណាទូកមួយនឹងឲ្យជាងមាសហើយនឹងព្រះរាជបុត្រជិះហើយទូកមួយទៀតពនាងជិះអញ្ចឹងណាហ្នឹងហើយពេលហ្នឹងក៏បែកផ្លូវគ្នារៀងខ្លួនទៅហើយនិយាយទៅព្រះរាជបុត្រនេះក៏មិនដាច់ចិត្តទៅចោលពនាងមិនដែរមិនអាចធ្វើអីលើសនឹងឯងខ្លាចបែកការហ្នឹងហើយអញ្ចឹងក៏បែកគ្នារៀងខ្លួនទៅព្រះរាជបុត្រនោះក៏ជិះទៅខាងដំណាក់ផ្ទះខ្លួនឯងហើយនាំជាងមាសទៅជាមួយដែរអញ្ចឹងណាចាហើយពនាងក៏ទៅព្រះរាជវាំងទៅហើយនោះដល់ពេលទៅដល់ដំណាក់នឹងហើយគឺថាអូយម្នាក់គេភ័យពីព្រះរាជបុត្រដេកបាត់ប្រហែលថ្ងៃអញ្ចឹងហ៎គេសួរនាំអីក៏ព្រះរាជបុត្រនឹងមិនឆ្លើយដែរអញ្ចឹងណាហើយពេលនឹងហើយគឺជាងមាសក៏គាត់នៅផ្ទះព្រះរាជបុត្រដែរនៅឲ្យបានស្រួលខ្លួនអញ្ចឹងហើយនឹងចាំមើលព្រះរាជបុត្រផងហើយសម្រាប់ព្រះរាជបុត្រវិញឡើងនេះហើយឡើងទុនបកាយទុនខ្លួនហើយរបៀបថាស្នេហានឹងក៏វាមិនសមបំណងដូចថាជួបតែរឿងស្មុគស្មាញមិនបានជួបគ្នាឲ្យស្រួលអញ្ចឹងហើយបងគេហៅថាស្នេហាលួចលាក់នឹងវាមិនស្រួលទេបងប្អូនវាកិច្ចប្រផាប់ចាប់ប្រភិញអញ្ចឹងមិនសមបំណងរហូតតតែបានមួយថ្ងៃពីរថ្ងៃទៅឃើញព្រះរាជបុត្រនៅតែអញ្ចឹងក៏ជាងមាសគាត់សុំត្រឡប់ទៅផ្ទះរបស់គាត់វិញហើយហ្នឹងហើយក៏ខ្លាចអ្នកផ្ទះគាត់ចាំដែរហើយសម្រាប់អ្នកផ្ទះជាងមាសវិញគេនោះចាំជាងមាសគេភ័យអញ្ចឹងណាគេបាត់មួយថ្ងៃថាមានបរិសម្នាក់នាំទៅគេស្មានតែនាំយកទៅធ្វើស៊ីបាត់អីអញ្ចឹងណាគេបារម្ភដល់ពេលគេឃើញមកដល់វិញក៏នាំគ្នាម្នាក់សប្បាយចិត្តចាពេលហ្នឹងគឺជាងមាសគាត់បានដេកលក់បិទភ្នែកចិត្តឯងយប់ហ្នឹង
លោកដល់ព្រឹកស្អែកឡើងគាត់ក៏ទៅជួបមិត្តភ័ក្តិរបស់គាត់ណាដូចថាគាត់ដើរលំហែចិត្តគាត់កុំឲ្យគាត់ស្មុគចារហូតដល់ពេលគាត់ត្រឡប់មកផ្ទះមិត្តភ័ក្តិរបស់គាត់វិញគាត់ពងដើរតាមផ្លូវស្រាប់ក៏គាត់ក៏លើឃើញនារីម្នាក់បងប្អូនដើរស្លុតមកដល់គាត់មើលទៅគាត់ដឹងអូនេះគឺជាចំណិតរបស់ពនាងតែពេលនោះគាត់គិតបដ ாய் បងប្អូនគាត់របៀបដើរកាន់តែញាប់កុំឲ្យនាងនឹងតាមគាត់ឲ្យតន់គាត់ឡើងដូចគាត់ខ្លាចពនាងហ្មងគាត់មានអារម្មណ៍ថាគាត់ចង់ជួបពួកពនាងទៀតខ្លាចនាំរឿងឲ្យដល់គាត់ទៀតពេលនោះគាត់ដើរពីមួយផ្លូវទៅមួយផ្លូវនាងចិត្តដើរតាមរហូតដល់ព្រះវិហារមួយចាពេលហ្នឹងក៏ចូលទៅហើយក៏ថាហេតុបានលោកកិច្ចពីខ្ញុំអញ្ចឹងហ្នឹងដឹងឯងខ្ញុំមកចាំតែនឹងលោកប្រហែលថ្ងៃឯងអត់ឃើញលោកមកខ្ញុំបារម្ភណានាងចាំយើងទៅអីអញ្ចឹងណាថាពនាងចង់ដឹងពីសុខទុក្ខរបស់ព្រះរាជបុត្រថាយ៉ាងណាហើយអញ្ចឹងណាហ្នឹងហើយចឹងទៅបានជាងមាសនឹងក៏ប្រាប់តាមនឹងថាព្រះរាជបុត្របាយមិននឹកទឹកមិនស្រេកទេគឺថារាល់ថ្ងៃហ្នឹងគឺនៅធ្លាក់ខ្លួនឈឺអីអញ្ចឹងណាចឹងទៅក៏នាងចំណិតក៏ប្រាប់ទៅវិញថាពនាងរបស់ខ្ញុំក៏អញ្ចឹងដែរក៏បាយមិននឹកទឹកមិនស្រេកដែរអញ្ចឹងណាឥឡូវនេះបានជួបលោកខ្ញុំអរណាស់ចឹងសូមលោករបៀបថាជួយនាំដំណឹងពនាងយកទៅប្រាប់ព្រះរាជបុត្រផងអញ្ចឹងណាចឹងទៅក៏លោកទទួលដំណឹងហើយក៏បាននាំយកទៅប្រាប់ព្រះរាជបុត្រពីពនាងអីអញ្ចឹងទៅថាពនាងអត់អីទេឥឡូវហ្នឹងនៅដំណាក់អីធម្មតាអញ្ចឹងណាហើយដល់ពេលនៃព្រះរាជបុត្របានដំណឹងពនាងហើយក៏រៀងធូរបន្តិចក៏ប៉ុន្តែនៅតែបាយមិននឹកទឹកមិនស្រេកនឹងដែររាងកាយកាន់តែគេហៅថាបាក់បងប្អូនឈឺទ្រុនទ្រាននៅហ្នឹងទៅចាពេលហ្នឹងគឺថាជាងមាសនៅលេងបន្តិចក៏សុំលាព្រះរាជបុត្រត្រឡប់មកផ្ទះវិញពេលដែលត្រឡប់មកវិញឃើញនាងចំណិតស្រីនឹងមកទៀតតែមកទៅលក្ខណៈថារូបរាងកាយសម្រិតសម្រអមើលទៅដូចរត់ពីអីមកអញ្ចឹងណាហើយទៅគាត់ក៏ភ័យដែរក៏ជាងមាសក៏សួរថានាងមានអីបានជាមុខមាត់បែបហ្នឹងអញ្ចឹងថាជាងមាសពួកយើងត្រៀមខ្លួនឲ្យហើយទៅវីវធំហើយអញ្ចឹងណាថាតើមានរឿងអីនាងឆាប់ប្រាប់មកលោកដឹងទេប្រហែលជាព្រះអង្គដឹងការពិតហើយថាពនាងក្បត់ចិត្តព្រះអង្គណាដោយសារតែលោកនៅចាំបាននេះអាថ្ងៃដែលនាំគ្នាទៅជួបផ្ទះនៅជាយក្រុងហ្នឹងមិននាំភីលៀង2នាក់ទៅហើយភីលៀង2នាក់ហ្នឹងពេលថ្ងៃមុនគឺថាត្រូវពនាងវាយពេលពនាងវាយទៅវាខឹងវាយករឿងហ្នឹងយកទៅទូលព្រះអង្គទូលការពិតថាពនាងមានប្រុសនឹងក្រៅអីអញ្ចឹងណាដូច្នេះព្រះអង្គដឹងការពិតហើយដូច្នេះហើយបន្តមកទៀតប្រកាសជាស្រាវរកអ្នកដែលជាមេដើកហ្នឹងគឺទាំងលោកទាំងខ្ញុំហ្នឹងគឺមិនរួចខ្លួនទេប្រាប់អញ្ចឹងគឺជាងមាសគាត់ភ័យណាស់មានតែលោកទៅប្រាប់ព្រះរាជបុត្រទៅថាធ្វើម៉េចឲ្យរត់ចេញពីក្រុងបាដាតនឹងឲ្យលឿនបំផុតអញ្ចឹងណាចាពេលហ្នឹងហើយគឺថាជាងមាសបងប្អូនអើយគាត់គេហៅថាដល់ផ្លូវតលដែរគាត់រៀបមកប្រវត្តិទៅរកព្រះរាជបុត្រគាត់ទៅក៏លេចឃើញជាងមាសមកទាំងទឹកមុខទេពទៅហប់គាត់ដឹងថានេះគឺជាដំណឹងមិនល្អទេពេលហ្នឹងហើយគាត់សួរថាតើលោកមានការអីអញ្ចឹងថាយើងវិវរហើយឆាប់រត់ចេញឲ្យលឿនទៅប្រហែលជាព្រះអង្គដឹងរឿងពនាងហើយព្រោះអីព្រះអង្គបានឲ្យគេចាប់ពនាងយកទៅដំណាក់ព្រះអង្គហើយអញ្ចឹងយើងមានតែចាក់ចេញមួយរយៈទេយើងមិនអាចនៅក្រុងនេះបានទេអញ្ចឹងណាហើយព្រះរាជបុត្រគាត់ធ្វើចិត្តអញ្ចឹងតន់ដែរបងប្អូនដល់វាមកពឹបអញ្ចឹងតែមិនដឹងធ្វើម៉េចតែព្រះរាជបុត្របាននិយាយថាខ្ញុំពិតជាចង់ស្លាប់ជាមួយនឹងពនាងខ្ញុំមិនចង់រត់ទៅចោលពនាងទេអញ្ចឹងណាតែជាមាសថាអត់ទេព្រះអង្គយើងដើរមកចំហៀនគិតមកចំហៀនសិនចឹងក៏ចាប់ដើមរៀបអីវ៉ាន់ឲ្យព្រះអង្គហើយយើងត្រូវរកសេះល្អបីជិះចេញពីក្រុងហ្នឹងពេលហ្នឹងហើយទៅដាក់ទ្រព្យសម្បត្តិតាមខ្លួនខ្លះហើយនឹងមានសេះអីរៀងខ្លួនក៏ជិះទៅតាមផ្លូវចៃដន្យអីបងប្អូនអើយគេហៅថាជាអ៊ុនដាក់វារយៈជន់ជិះបានបន្តិចទៅជួបមួយក្រុមចៅប្លន់វាយយកទ្រព្យសម្បត្តិវាយយកសេះសម្រាប់កៅអាវអស់នៅខ្លួនតណកោកនឹងតែវាអត់ស្លាប់ទេណាហ្នឹងហើយពេលហ្នឹងគេហៅថាអើយលែងចង់រស់ព្រះអង្គមានអារម្មណ៍ថាចាឲ្យចៅស្លាប់ខ្លួនឯងម្ដងទៅដូចអត់ចង់រស់នៅបែបហ្នឹងអញ្ចឹងណាវាវេទនាពេកចាដូចអត់សមបំណងអីមករឿងសោះតែពេលហ្នឹងហើយគឺថាជាងមាសចេះលើកទឹកចិត្តថាឥឡូវនេះនៅចិត្តនេះមានព្រះវិហារមួយយើងចូលទៅពួននៅព្រះវិហារហ្នឹងសិនទៅហើយទាំងខ្លួនអាក្រាតនឹងរត់ចូលទៅពួនដល់ពេលមកស្ទុះឃើញមានអ្នកជំនួយម្នាក់គាត់ចូលមក
ពេលចូលមកឃើញអ្នកទាំងពីរអត់មានកាអាយស្លៀកពាក់អញ្ចឹងក៏អាណិតហើយអញ្ចឹងទៅក៏ប្រាប់ថាពួកលោកអនុញ្ញាតឲ្យខ្ញុំជួយពួកលោកបានអត់ដល់អញ្ចឹងណាហើយពេលហ្នឹងគឺថាអ្នកទាំងពីរមិនដែលស្គាល់គេដែរតែរបៀបផ្សព្វផ្សួរគ្នាថាយើងគួរជឿគេអត់អីអត់ចឹងណាពេលហ្នឹងអ្នកជំនួញក៏និយាយថាតើពួកលោកមិនព្រមទទួលយកទឹកចិត្តសប្បុរសពីខ្ញុំទេឬយ៉ាងណាអញ្ចឹងណាបានជាមេថាងព្រមទទួលទៅព្រះចបុត្រតែយើងក៏មិនដឹងធ្វើមិនដែរហើយក៏បាននិយាយប្រាប់អ្នកជំនួញថាលោកតើខ្ញុំសុំកៅអៅពីក៏ផ្លេបានទេឥឡូវពួកខ្ញុំនៅស្រាតអញ្ចឹងពួកខ្ញុំខ្មាស់គេបើគេមកឃើញអញ្ចឹងណាអញ្ចឹងអ្នកជំនួញហ្នឹងក៏យកកៅអៅខ្ញុំឲ្យស្លៀកពាក់ហើយក៏នាំទៅផ្ទះខ្លួនឲ្យអាហារអីហូបចុកអញ្ចឹងណាចាហើយពេលហ្នឹងគឺថាសម្រាប់បានមួយថ្ងៃពីរថ្ងៃគឺព្រះរាជបុត្រអាការៈកាន់តែធ្ងន់ធ្ងរដូចថាអត់មានធូរស្បើយអីទេហើយក៏អត់បរិភោគទៀតដល់អញ្ចឹងធ្លាក់ខ្លួនឈឺហើយក៏បានហៅជាងមាសមកប្រាប់ថាចាជាងមាសខ្ញុំប្រហែលជាទ្រាំទៅមុខទៀតលែងរួចហើយខ្ញុំប្រហែលជាអស់ជីវិតនៅពេលនេះហើយខ្ញុំស្ដាយណាស់ដែលខ្ញុំរត់ចោលរងបដាមកដឹងអញ្ចឹងខ្ញុំនៅក្រុងនោះវិញខ្ញុំបានស្លាប់ចិត្តប្រមេតាព្រះបិតាខ្ញុំហើយខ្ញុំមកទីនេះប្រហែលជាខ្ញុំផុតដង្ហើមមិនបានតន់ប្រមេតាខ្ញុំទេបើទ្រង់ដឹងថាខ្ញុំចូលទីមង្គតទៅប្រកាសជាទ្រង់សោយសោកយ៉ាងណាទេអញ្ចឹងណាតែខ្ញុំក៏សូមអរគុណដល់ជាងមាសហើយនឹងអ្នកជំនួញដែលបានជួយជីវិតខ្ញុំជួយយកអាសាខ្ញុំពិតជាអរគុណអ្នកទាំងពីរណាមិនថាជាតិណាទេខ្ញុំនឹងសងគុណដល់អ្នកទាំងពីរអញ្ចឹងណាជាចុងក្រោយមុននឹងខ្ញុំផុតជីវិតទៅខ្ញុំមានបណ្ដាំមួយសូមឲ្យលោកនាំយករឿងរបស់ខ្ញុំទៅប្រាប់ព្រះមេតារបស់ខ្ញុំហើយរួចហើយត្រូវឲ្យនាំយកសពរបស់ខ្ញុំយកទៅកប់នៅក្រុងបាដាវិញកុំទុកខ្ញុំនៅទីនេះហើយសម្រាប់អ្នកចំនួនក៏អញ្ចឹងដែរខ្ញុំសូមទោសសូមឲ្យទុកសពខ្ញុំប្រហែលថ្ងៃទៅទម្រាំតែព្រះមេតាខ្ញុំមកយកសពរបស់ខ្ញុំអញ្ចឹងណាផ្ដាំផ្ញើរួចអស់ហើយក៏ផុតដង្ហើមទៅអាយជាងមានប្រវត្តិចិត្តណាបងប្អូនអើយនឹកឃើញថាអាណិតព្រះអង្គណាគឺស្លាប់ទៅទាំងមិនបានតន់ប្រមេតាប្របីតាមិនបានតន់ទាំងមនុស្សជាទីស្រឡាញ់ចុះវិរិញរៃទៅបងប្អូនទ្រាំលែងបានស៊ូនៅលើលោកនេះលែងបានណាហ្នឹងហើយបន្ទាប់មកទៀតគឺថាជាងមាសនៅសពបណ្ដាំរបស់ព្រះរាជបុត្រនឹងក៏ត្រូវតែធ្វើចឹងខ្លួនត្រូវត្រឡប់ទៅក្រុងបាដាតវិញដើម្បីទៅប្រាប់ប្រមេតារបស់ព្រះរាជបុត្រណាចាពេលដែលទៅដល់ខ្លោងទ្វារមុខផ្ទះស្រាប់តែអ្នកបម្រើរបស់ព្រះរាជបុត្រនោះរត់មកហើយអត់ឃើញព្រះរាជបុត្រនោះដឹងតែមានដំណឹងអត់ល្អហើយឃើញជាងមាសយំលហេមលហាមទៀតក៏នាំទៅជួបព្រះមេតារបស់ព្រះរាជបុត្រពេលទៅដល់ថានេះគឺជាដំណឹងមិនល្អពីបុត្រយើងមែនទេអញ្ចឹងក៏រៀបរាប់សាច់រឿងអីសពបែបសពយ៉ាងប្រាប់អញ្ចឹងណាគេក៏រៀបចំក្បួនដើម្បីទៅដង្ហែយកសពរបស់ព្រះរាជបុត្រមកចាស់ពេលហ្នឹងជាងមាសបានធ្វើកិច្ចការនឹងចប់មួយរឿងហើយបន្ទាប់មកទៀតក៏ត្រឡប់ទៅផ្ទះវិញពេលដែលត្រឡប់ទៅផ្ទះវិញហ្នឹងឃើញនោះនាងចំណិតហ្នឹងនឹងអង្គុយចាំហើយក៏លេចទៅឃើញនាងចំណិតហ្នឹងពាក់សម្លៀកបំពាក់កាន់ទុកបងប្អូនទៅបានជាងមានថាចុះហេតុអីបានជានាងដឹងថាព្រះរាជបុត្រសោយទីមង្គតតើនាងក៏ភ្ញាក់ថាខ្ញុំមានដឹងឯណាខ្ញុំស្លៀកពាក់កាន់ទុកនេះដោយសារតែពនាងសេនីហាត្រង់អនិច្ចកម្មបាត់ដែរហ្នឹងណាចឹងមានន័យថាអ្នកទាំងពីរហ្នឹងបងប្អូនស្លាប់ក្នុងពេលតែដំណើរគ្នាហ្នឹងពេលហ្នឹងគឺថានាងចំណិតស្រីបាននិយាយថាប្រហែលជាពនាងនិងព្រះរាជបុត្ររស់នៅមិនសមអំណងនៅរស់គឺមានតែគេហៅថាជួបតែរឿងព្រាត់ប្រាសមិនបានជួបគ្នាដូច្នេះហើយប្រហែលជាទេវតាអាណិតអាសូរអ្នកទាំងពីរក៏ធ្វើឲ្យអ្នកទាំងពីរហ្នឹងបានទៅជួបគ្នានៅឋានបរលោកហើយមើលទៅអញ្ចឹងណាតែអ្វីដែលគួរឲ្យស្ដាយហ្នឹងគឺអ្នកទាំងពីរបញ្ជននៅក្មេងក៏ប៉ុន្តែត្រូវស្លាប់ដោយសារតែរីងរៃដោយសារតែស្នេហាអត់សមបំណងអញ្ចឹងណាចុះពនាងហេតុអីបានជាពនាងអនិច្ចកម្មដែរដោយសារតែមូលហេតុអីអញ្ចឹងណាទៅបាននាងចំណិតនិយាយថាដោយសារតែលោកចាំបានទេពេលដែលខ្ញុំបានមកប្រាប់ថាតែភីលៀងទាំងពីរទៅចាក់រូបព្រះជាហើយព្រះជាបានឲ្យនាំពនាងសេនីហាទៅជួបហើយរួចហើយព្រះអង្គមិនត្រឹមតែមិនខឹងពនាងដែលមាន
ប្រុសនៅខាងក្រៅទេគឺព្រះអង្គថែមទាំងប្រាប់ពនាងថាឲ្យពនាងកាត់ប្រតិទៅធ្វើម៉េចឲ្យតែពនាងព្រមកែខ្លួនហើយមករស់នៅជាមួយនឹងព្រះអង្គវិញព្រះអង្គលើកលែងទោសឲ្យអញ្ចឹងណាក៏ប៉ុន្តែពនាងមិនចង់បានបែបហ្នឹងទេពនាងចង់ទៅរស់នៅជាមួយនឹងព្រះរាជបុត្រក៏ប៉ុន្តែមិនអាចប្រកែកនឹងព្រះអង្គបានណាហើយណាមួយគឺថាមិនចង់រស់នៅបោកប្រាស់ចិត្តព្រះអង្គដូចថាកុហកព្រះអង្គដូចថាខ្លួនមិនបានស្រឡាញ់ព្រះអង្គប៉ុន្តែនៅជាមួយព្រះអង្គអញ្ចឹងមានន័យថានាងអត់ចង់បែបហ្នឹងទេដូច្នេះហើយនាងមានតែគេហៅថាកើតទុករីងរៃរហូតដល់តែមរណៈខ្លួនឯងអញ្ចឹងណាហើយក្រោយពីពនាងបានបាត់បង់ជីវិតហើយទៅគឺថាពេលហ្នឹងគឺបរិជាក៏អស់តម្រេះដែរនឹកឃើញថាមនុស្សដែលខ្លួនឯងខំស្រឡាញ់ខំថ្នាក់ថ្នមបំផុតទីបំផុតគឺត្រូវស្លាប់ដោយសារតែស្នេហាស្រឡាញ់ជាមួយមនុស្សផ្សេងអញ្ចឹងណាបរិជាអត់គិតថាហោសកម្មឲ្យនាងអញ្ចឹងណាហើយតមកទៀតរឿងពនាងនិងបរិជាបុត្រក៏ត្រូវបានគេនិយាយតគ្នាមករហូតអញ្ចឹងណាដោយថាស្នេហាអ្នកទាំងពីរកំសត់ជូរចត់មិនបានជួបគ្នាប្រត់ប្រាស់អីគ្នាបែបនឹងឯងនៅតែដិតជាប់នៅក្នុងដួងចិត្តប្រជាជនគ្រប់រូបអញ្ចឹងទៅដោយសារតែស្រឡាញ់គ្នាស្មោះស្ម័គ្រប៉ុន្តែស្មោះស្ម័គ្របែបខុសរឿងបងប្អូនចាសម្រាប់សាច់រឿងក្នុងថ្ងៃនេះចាឈានមកដល់ទីបញ្ចប់ហើយសម្រាប់បងប្អូនដែលសម្រាប់រឿងនេះតាំងពីនិទានទី31ហើយមកដល់និទានទី32នេះប្រហែលជាបងប្អូនអាចសរុបសេចក្តីបានហើយចាក្នុងសាច់រឿងនេះបើយើងនិយាយឲ្យស្រួលស្ដាប់ទៅបើសិនជាព្រះរាជបុត្រតាំងពីដើមមកមិនព្រមដាក់ចិត្តដាក់កាយតាមស្រឡាញ់ពនាងទេប្រហែលជាមិនមានរឿងនឹងដល់ខ្លួននេះណាហើយពនាងក៏ដូចគ្នាបើសិនបើពនាងស្គាល់ឋានៈតួនាទីរបស់ខ្លួនថាខ្លួនគឺជាស្ត្រីដែលខ្ពស់ហួសផុតអស់លើនារីទាំងឡាយដែលគេចង់បានឋានៈដោយពនាងនឹងគ្មានអ្នកណាគេបានផងបើសិនជាពនាងចេះគ្រប់គ្រាន់ជាមួយនឹងឋានៈតួនាទីជាស្នំឯកនឹងប្រហែលជាពនាងក៏នៅសោយសុខដល់សប្តាហ៍ថ្ងៃតែដោយសារតែពនាងក៏មានចិត្តវិវេដែរដូច្នេះហើយក៏ពនាងក៏ទទួលទុកទណ្ឌកម្មរស់នៅសោយទុកគ្មានថ្ងៃសប្បាយរហូតតតែរីងរៃដល់ថ្ងៃពនាងអស់បជនដូចគ្នាចាអញ្ចឹងសម្រាប់រឿងនិទានមួយនេះក៏មានតែប៉ុណ្្នឹងឯងណាបងប្អូនចាហើយចាំជួបគ្នានៅរឿងនិទានក្រោយៗទៀតចានាងខ្ញុំអរគុណសូមជម្រាបលា